ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូសម្រាយរឿងវីដេអូសម្រាយការបង្ហាត់បុព្វយានិងការហាត់បុព្វយាឥឡូវសំខាន់ស្អីគេដាក់គឺច្អុលបោះជើងទៅមុខថយក្រោយបោះជើងទៅមុខថយក្រោយប្រហាត់អីគេឲ្យប៉ិតប្រកបប្រហាត់រម Madison មែនហើយប្រហាត់ឆក់ថៃឥឡូវអត់ដឹងទេចង់ដឹងតើទៅទស្សនាវីដេអូពេញទាំងអស់គ្នាអូខេ let's go ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកទៀតហើយជាមួយនឹងវីដេអូថ្មីហើយវាពិសេសមែនទែនសម្រាប់បងប្អូននិងបងប្អូនឬក៏បងក៏ដោយដែលគាត់ចាប់អារម្មណ៍កីឡាវីយ៉ាហើយទើបតែលេងបានតែចង់ហាត់វគ្គដំបូងគឺសម្រាប់គេហៅថា basic ហ្នឹងហើយអ្នកដែលទើបចាប់ផ្ដើមលេងដំបូងអញ្ចឹងថ្ងៃនេះមិនមែនខ្ញុំប្រហាត់តលទេគឺខ្ញុំមានកីឡាករជម្រើសជាតិហើយជារៀមច្បងទៀតគឺលោកគ្រូចុងអ៊ីវដែលគាត់នឹងមកបង្ហាញអ្នកទាំងអស់គ្នាបាទចឹងបងក្នុងនាមបងជាជំរឿជាតិហើយមានបទពិសោធន៍ច្រើនមែនទែនជាងខ្ញុំព្រោះខ្ញុំទៅចាប់ដើមលេង3ឆ្នាំអីចឹងខ្ញុំចង់ចែកចាយទៅកាន់អ្នកដែលគាត់ស្រឡាញ់វិស័យកីឡាវីយ៉ានេះបានន័យថាឥឡូវវិស័យយើងឥឡូវចាប់ដើមមានសន្ទុះណាចឹងក្មេងៗចាប់អារម្មណ៍លេងច្រើនតែអ្នកខ្លះគាត់អត់សូវយល់បានន័យថាទៅរៀនវគ្គបងចឹងបងមានកន្លឹះកន្លែងដែរឬក៏គ្រឹះគេហៅថាគ្រឹះបច្ចេកទេសកន្លែងដែរដើម្បីជួយបង្ហាត់ពួកគាត់ថាលេងដំបូងយើងត្រូវធ្វើមិនខ្លះបាទចំពោះបុព្វយាតែគាត់វាអត់មានពលិអីដែលថាអាចដើរភ្លើងវាងអីបានទេអញ្ចឹងវាដាច់ខាតត្រូវតែរៀនពីគ្រឹះទៅទាំងអស់បាទណាហើយគ្រឹះបុព្វយាគឺមានថាយើងត្រូវតែឈរឲ្យត្រូវហ្វមបាទដើម្បីវាសរុបទៅគេហៅថាបើសិនជាយើងអត់ចូលហ្វមទេយើងលេងទេយើងបុកតាមដៃយើងទៅវាមានដៃវាចមានកាយវិការអត់ស្អាតអញ្ចឹងទៅក៏វាអាចបុកចូលដែរតែបើសិនជាយើងលេងជាយូរណាស់មកហើយវាឡើងដល់យើងបុព្វយាទៅកាន់កើបាទកាន់កើមានថាកាន់កើមានថាដៃបើដូចជាខ្ញុំដៃឆ្វេងបាទអញ្ចឹងដៃឆ្វេងយើងដៃកាន់ចេះបាទហើយគ្រីបវាមកបាទណាអញ្ចឹងពីរម្រាមនេះធ្វើការមានអ្នកពីរម្រាមធ្វើការមានអ្នកពីរម្រាមនេះធ្វើការតាមត្រឡប់មកគេបាទហើយយើងត្រូវតែហាត់តាម basic អញ្ចឹងដំបូងយើងឈរមើលយើងចាត់ទុកថាកន្លែងហ្នឹងគឺជាកន្លែងចូលចុះត្រង់ខ្សែត្រង់ចុះអញ្ចឹងយើងកើយើងត្រូវទៅចលោនៅនេះបាទហើយយើងជឿនជើងខ្ញុំជើងឆ្វេងបាទជើងឆ្វេងឆ្ពោះទៅក្រោមកើទៅដៃខ្ញុំកាន់ហ្នឹងហើយជើងស្ដាំហ្នឹងគឺវាយើងលាតាមស្មាយើងទំហំស្មាយើងហើយយើងចែកមកវាដូច35ទៅ45ដេក្រេបាទទៅខាងនេះនេះគឺវាជើងយើងទៅខាងនេះអញ្ចឹងហើយយើងអោនចុះដៃយើងគឺនៅរក្សានៅកន្លែងចំណុចត្រង់ហើយភ្នែកយើងតាមនឹងមកចកាយើងចង់កន្លែងដៃហើយដៃនេះគឺលេខនេះគឺលាដំបូងហើយលើកឡើងដូចស្ពានអាហ្នឹងយើងហៅស្ពានចុះគាត់ទៅទុកឲ្យកើយើងត្រង់យើងច្រឡំ1 2យាបុកអញ្ចឹងធ្វើឲ្យមួយថ្ងៃហាត់60ដងទៅ100ដងដើម្បីឲ្យវាត្រង់បាទទៅចំណុចត្រង់ចំណុចខ្សែបន្ទាត់ជើងបាទហើយយើងស្ទួជើងបាទជើងខ្ញុំជើងលាជើងចុះបើខ្ញុំជើងស្ដាំខ្ញុំដាក់ឆ្វេងមុនហើយជើងស្ដាំគឺឡើងជើងស្ដាំមុនអូខេឡើងជើងស្ដាំណាហើយបាទហើយខ្សែលាជើងឆ្វេងចេញបាទណាហើយអោបចុះអូខេហើយដាក់ដៃមកចំចំណុចត្រង់យើងដាក់ឲ្យចំកណ្ដាលសបាទគីឡូ1 2 3អញ្ចឹងបន្ទាប់ពីបានហាត់ទៅតាមវីដេអូដែលលោកគ្រូចុងអ៊ីវគាត់បង្ហាត់អ្នកទាំងអស់គ្នាហើយតែអ្នកទាំងអស់គ្នាយកប្រហែល100អញ្ចឹងវីដេអូនេះបើសម្រាប់អ្នកចេះលេងគឺគាត់អត់មានអីពិបាកគឺងាយស្រួលដូចបកជ័យអញ្ចឹងតែសម្រាប់បងប្អូនឬក៏បងឬក៏ប្អូនដែលទើបតែចាប់ផ្ដើមលេងដំបូងអីគឺវាមានសារៈសំខាន់មែនទែនដូច្នេះវីដេអូនេះគឺ focus ខ្លាំងជាងគេគឺគ្រឹះដំបូងបំផុតតាំងពីការដាក់ដៃតាំងពីការឈរហ្នឹងហើយអរគុណច្រើនមែនទែនលោកគ្រូយ៉ាវដែលបានចំណាយពេលវេលានិងអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយនិងការបង្ហាត់ក្រោយអរគុណ